Lắm thì tôi sầm sùn, mê bị chia ca, đầm bòn phát bát ca sắc rung có bông thống, sơ mát chiếc, chân trái, cân nặng kamatika, rã nạ xê sa mơ ký, phiêu vật miệt phùm Campuchia khai của bông thống, ban ảnh chương chia ở thập đầy phiếp, nông bị thi miệt tính. Họ sa tô cuộc lược tì sai sập rập pi tị vía cầm nạo nạ xê sa mơ ký, phiêu vật miệt phùm Campuchia pi thnu. ឆ្នាំ1978ពីធ្នូឆ្នាំ2025ស្ថិតនៅក្នុងភូមិដងកំបិតស្រុកសណ្ដានខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកកកនាព្រឹកថ្ងៃទី4ខែធ្នូឆ្នាំ2025 ឧត្តមស្រីទូសំជួនបានអានសន្ទរកថារបស់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសុនអនប្រធានក្រុមប្រឹក្សាជាតិរក្សាសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាបានបញ្ជាក់អំពីចំណុចសំខាន់ក្រុមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានពុះពៀគ្រប់ការលំបាកនិងបានដាក់ចេញព្រមទាំងការដឹកនាំអនុវត្តនយោបាយឈ្នះទទួលបានជោគជ័យនាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញហើយប្រទេសជាតិត្រូវបានអភិវឌ្ឍឲ្យមានការរីកចម្រើនរុងរឿងគ្រប់វិស័យអាណត្តិទី7នៃរដ្ឋាភិបាលថ្មីបន្តដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកំពុងដឹកនាំភារកិច្ចការពារជាតិការពារបូរណភាពទឹកដីគ្រប់រូបភាពយ៉ាងស្វាហាប់ដោយអនុវត្តយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមដើម្បីសន្តិភាពបូរណភាពទឹកដីនិងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀតឧត្តមស្រីទូសំសុនបានថ្លែងនៅការចងចាំនៅគុណបំណាច់របស់គណៈសេសាមគ្គីសង្គ្រោះជាតិដែលបច្ចុប្បន្នឈ្មោះថាគណៈសេសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាដែលដឹកនាំដោយសម្ដេចពញាចក្រីហេងសំរិននិងសម្ដេចមហាកម្ពុជាទិសាលជីស៊ីននិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺជាបុព្វការីដ៏មានគុណបំផុតដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់នៃបនប្រល័យពូជសាសន៍ពលពតលោកស្រីលាវគួយអាតំណាងសមាជិកសមាជិកានៃអង្គមីទីងបានអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះភួបអនុស្សាវរីយ៍លើកទី47នៃទិវាកំណើតរក្សាសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាដែលបានបញ្ជាក់ថាមានថ្ងៃ2ធ្នូឆ្នាំ1978ទើបមានមហាជ័យជំនះ7មករា1979ហើយមានថ្ងៃមហាជ័យជំនះ7មករាឆ្នាំ1979ទើបមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះយើងចងចាំជានិច្ចដោយចាត់ទុកណសេ2ធ្នូគឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នាបញ្ញារួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងរក្សាបន្តថែរក្សាការពារសន្តិភាពនិងការអភិវឌ្ឍរបស់សង្គមជាតិ